ពេលព្រះយេស៊ូវយាងមកផែនដីទ្រង់មានបន្ទូលថានគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេប្រទេសកំណើតរបស់យើងគឺជានគរឋានសួគ៌ផែនដីនេះជាកន្លែងដែលយើងស្នាក់នៅមួយរយៈក្នុងនាមជាអ្នកសំណាក់បន្ទាប់ពីបានប្រព្រឹត្តអំពើបាបនៅឋានសួគ៌ដោយសារអ្នករាល់គ្នាជាអ្នកសំណាក់ទើបនៅផែនដីនេះមានភាពសោកសង្រេងជាជាងសេចក្តីអំណរជីវិតជាអ្នកសំណាក់គឺហត់នឿយល្ហិតល្ហៃឯកោនិងកណ្ដោចកណ្ដែងទោះយ៉ាងណាយើងនឹងទៅឋានសួគ៌ដែលគ្មានភាពសោកសង្រេងគ្មានការឈឺចាប់និងគ្មានសេចក្តីស្លាប់ដោយសារយើងមានក្តីសង្ឃឹមក្នុងការត្រឡប់ទៅស្រុកកំណើតវិញនោះយើងក៏រស់នៅដោយមានក្តីអំណរខាងវិញ្ញាណអ្វីៗនៅផែនដីនេះគឺមាននៅតែមួយផ្លែតប៉ុណ្ណោះរួចក៏នឹងបាត់ទៅនៅថ្ងៃណាមួយប៉ុន្តែអ្វីៗដែលនៅឋានសួគ៌គឺនៅអកលជានិច្ចវិញគ្មានអ្នកណាអាចដណ្ដើមបានឡើយនៅផែនដីនេះសេចក្តីវេទនានឹងកើតឡើងភ្លាមៗដោយមិនគិតពីបំណងរបស់អ្នកណាឡើយកន្លែងសុវត្ថិភាពតែមួយគត់គឺជាឋានសួគ៌នគរឋានសួគ៌គឺជាកន្លែងដែលគួរនឹងទៅពីព្រោះគ្មានអក្រិតកម្មគ្មានសេចក្តីស្លាប់គ្មានសេចក្តីវេទនានិងជំងឺអ្វីឡើយមែនទេមានចាញ់ទុកថាយើងជាសះឋានសួគ៌បើឪពុកម្ដាយមានសញ្ជាតិនៅប្រទេសណានោះកូនក៏មានសញ្ជាតិនៅប្រទេសនោះដែរបើអ្នករាល់គ្នាជាកូនប្រុសកូនស្រីរបស់ព្រះនោះសញ្ជាតិអ្នករាល់គ្នាក៏នៅឋានសួគ៌ដែរដូច្នេះអ្នករាល់គ្នាត្រូវតែមានសេចក្តីជំនឿឲ្យស័ក្តិសមជាកូនប្រុសកូនស្រីរបស់ព្រះសូម្បីតែនៅលោកីយ៍ក៏ដោយអ្នកដែលចង់ទទួលសញ្ជាតិនៅប្រទេសអភិវឌ្ឍន៍គឺត្រូវតែធ្វើទង្វើល្អនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចគ្នាដែរអ្នករាល់គ្នាត្រូវបំពេញចំណុចខ្វះខាតរបស់ខ្លួនហើយមានលក្ខណៈគ្រប់លក្ខក្នុងនាមជាសះឋានសួគ៌រហូតតតែបានចូលទៅនគរឋានសួគ៌មានចាញ់ទុកថាអ្នករាល់គ្នាត្រូវតែផ្ចង់ចិត្តទៅឯសេចក្តីដែលនៅខាងលើហើយប្រដាប់ខ្លួនដោយមនុស្សថ្មីវិញអ្នករាល់គ្នាត្រូវតែពាក់សម្លៀកបំពាក់នៃនគរព្រះហើយបរិភោគព្រះបន្ទូលសញ្ញាថ្មីដែលជាអាហារនៃនគរព្រះមានចាញ់ទុកថាកុំឲ្យខឹងឲ្យសោះកុំឲ្យប្រព្រឹត្តបែបមិនគួរសមឲ្យសោះកុំឲ្យប្រព្រឹត្តទុច្ចរិតឲ្យសោះកុំឲ្យច្រណែនឬឈ្នានីសឲ្យសោះកុំឲ្យលួចឲ្យសោះកុំឲ្យប្រព្រឹត្តការកំផិតឲ្យសោះសូមកុំធ្វើអ្វីដែលព្រះគម្ពីរប្រាប់មិនឲ្យធ្វើពេលឈឺគ្រូពេទ្យក៏ប្រាប់កុំឲ្យញ៉ាំអាហារដែលអាចនាំឲ្យស្ថានភាពជំងឺទៅជាធ្ងន់ធ្ងរមែនទេត្រូវមានសេចក្តីឧស្សាហ៍ដើម្បីឲ្យសេចក្តីជំនឿបានទៀងត្រង់ឲ្យសេចក្តីទៀងត្រង់បានតម្រេះឲ្យតម្រេះបានចេះអត់សង្កត់ឲ្យសេចក្តីអត់សង្កត់បានខ្ជាប់ខ្ជួនឲ្យសេចក្តីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះឲ្យសេចក្តីគោរពប្រតិបត្តិបានចេះរាប់អានគ្នាជាបងប្អូនហើយឲ្យសេចក្តីរាប់អានគ្នាបានសេចក្តីស្រឡាញ់ថែមទៀតត្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដែលនៅអកលជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នាសូមអនុវត្តព្រះបន្ទូលរបស់ព្រះដើម្បីឲ្យអាចចូលទៅនគរឋានសួគ៌ឲ្យហួសពីបានអ្នកដែលមានចរិតកោងកាចសូមផ្លាស់ប្រែទៅជាស្លូតបូតអ្នកដែលមិនទាន់យល់ពីព្រះយ៉ាងពេញលេញសូមសិក្សាព្រះគម្ពីរដើម្បីយល់ពីទ្រង់អ្នកដែលមិនបានប្រកាសពីសេចក្តីសុចរិតនោះសូមផ្សព្វផ្សាយអ្នកដែលមិនបានគិតគូរពីសមាជិកនោះសូមចាប់ផ្ដើមបង្ហាញការយកចិត្តទុកដាក់ការលួងលោមការលើកទឹកចិត្តនិងជួយអ្នកដែលខ្សោយហើយអ្នកដែលធ្វើឲ្យគេឈឺចិត្តសូមនិយាយពាក្យមានព្រះគុណនិងស្រស់ស្អាតជាជាងពាក្យដែលនាំឲ្យឈឺចិត្តដើម្បីឲ្យបានក្លាយជាកូនដែលផ្គាប់ព្រះハរតីព្រះនគរឋានសួគ៌ផ្ដល់សញ្ជាតិឲ្យតែមនុស្សសុចរិតប៉ុណ្ណោះអ្នកណាដែលប្រព្រឹត្តអាក្រក់នោះមិនបានឃើញព្រះឡើយ
ដោយដែលអ្នកនេសាទជ្រើសរើសតែត្រីល្អៗដាក់ក្នុងកញ្ឆេរទុកតែត្រីអាក្រក់ៗគេចាក់ចោលចេញនោះព្រះក៏ញែកពួកទុច្ចរិតពីពួកសុចរិតដែរអ្នករាល់គ្នាត្រូវតែខំប្រឹងដើម្បីឲ្យត្រូវបានដាក់ក្នុងកញ្ឆេរឋានសួគ៌ក្រុងសូដុំនិងក្រុងកុមរាបានខូចអាក្រក់ហើយប្រព្រឹត្តការកំផិតជាខ្លាំងបានជាព្រះបំផ្លាញគេដោយភ្លើងហើយនៅជំនាន់ណូអេមនុស្សបានត្រឡប់ជាថ្មិលល្មើសបានជាមនុស្សសុចរិតមិនអាចរស់នៅបានទើបព្រះបំផ្លាញគេដោយទឹកនៅគ្រានោះព្រះជួយសង្គ្រោះណូអេជាអ្នកប្រកាសពីសេចក្តីសុចរិតនិងឡុតដែលជាមនុស្សសុចរិតព្រះគម្ពីរចែងទុកថាតែផ្ទៃមេឃនិងផែនដីនៅជាន់នេះបានបំរុងទុកដល់ថ្ងៃជំរុំជម្រះដោយសារព្រះបន្ទូលនៃទ្រង់សម្រាប់ឲ្យភ្លើងឆេះវិញហើយបំផ្លាញមនុស្សថ្មិលល្មើសចេញសូមផ្សព្វផ្សាយអំពីព្រះដែលជួយសង្គ្រោះមនុស្សជាតិព្រមទាំងផ្សាយសេចក្តីពិតនៃបុណ្យរំលងដល់អស់អ្នកដែលភ័យញ័រចំពោះសេចក្តីវេទនាដែលនឹងធ្លាក់លើពួកគេសូមប្រាប់ពួកគេឲ្យរត់មកឯក្រុងស៊ីយ៉ូនជាយ៉ាងឆាប់ការជួយសង្គ្រោះព្រលឹងដែលជិតស្លាប់គឺជាការប្រព្រឹត្តសេចក្តីសុចរិតអ្នកដែលចូលរួមវិវាហមង្គលដោយមិនពាក់អាវផាយនឹងត្រូវបានបណ្តេញចេញសេចក្តីសុចរិតរបស់យើងគឺជាអាវផាយក៏មានសេចក្តីបង្រៀនដែរថាចូលប្រដាប់កាយដោយព្រះគ្រីស្ទក្នុងនាមជាសាសឋានសួគ៌ដែលបានរក្សាបុណ្យរំលងសញ្ញាថ្មីសូមប្រព្រឹត្តកិរិយាបរិសុទ្ធសូមផ្សព្វផ្សាយសេចក្តីសុចរិតនៃដំណឹងល្អសញ្ញាថ្មីតាមរយៈទង្វើល្អដោយដឹកនាំមនុស្សជាច្រើនមកឯព្រះហើយក្លាយជាសាសឋានសួគ៌ដែលនឹងចូលនគរឋានសួគ៌ឲ្យហួសពីបានគ្រប់គ្នា